បាទសូមជម្រាបសួរទាំងអស់គ្នាអញ្ចឹងស្វាគមន៍មកកាន់វីដេអូ Linux វគ្គ3អញ្ចឹងថ្ងៃនេះគឺយើងនឹងលើកយកមកនិយាយគ្នាជាមួយនឹងប្រភេទពួក archiving ហើយនិង compress ដែលយើងស្គាល់ថាជា zip ហ្នឹងអញ្ចឹងយើងនឹងលើកយកមកនិយាយក្នុង Linux គឺមាន4ចំណុចដែលចំពោះបើយើង compare ជាមួយ Windows ជាប្រភេទពួក compress ឬក៏ archiving ហ្នឹងយើងមាននៅក្នុង Linux យើងមានថាដែលវាស្មើជាមួយនឹងពាក្យថាarchiving នេះហើយនឹងយើងមានមួយទៀតគឺប្រភេទពួក zip gzip និង bzip2 អូខេយើងមាន zip gzip ហើយនិង bzip2 តើ4ហ្នឹងគឺវាធ្វើការខុសគ្នាមិនហើយវាមានយមន័យដូចម្ដេចក្នុងការប្រើប្រាស់អញ្ចឹងជាដំបូងគឺយើងមកស្គាល់ជាមួយនឹងថានឹងថានេះគឺយើងបានប្រាប់មុនហ្នឹងគឺវាស្មើជាមួយនឹង archiving ដែលវាសម្រាប់អាចអនុញ្ញាតឲ្យយើងផ្ទុកនៅ file ជាច្រើនក៏ដូចជា folder រួមបញ្ចូលគ្នាដាក់នៅក្នុង file តែមួយបើជាប្រភេទ compress វាអាចនិយាយបានថាវាស្តៀងគ្នាដែរតែវាតូចវាមានទំហំតូចជាងប្រភេទ archiving អញ្ចឹង compress វាមានពួកដែលប្រភេទ gzip bzip2 ហើយនឹង zip យើងចាប់ទុកថាជាប្រភេទ compress gzip បែបនេះហើយនឹងbzip2 ហើយនឹង zip ទាំងអស់ហ្នឹងគឺយើងចាប់ទុកថាវាជាប្រភេទ compress អញ្ចឹងបើយើង compare ជាមួយនឹងប្រភេទថាវាជា archiving អញ្ចឹងវាអាចថាទំហំបើយើងនិយាយពី size គឺអាចថា archiving គឺវាធំជាង compress អូខេអញ្ចឹងយើងចាប់ផ្ដើមជាមួយនឹងថាវាមិនមែនជា compress ទេវាជាប្រភេទ archiving អញ្ចឹងជាដំបូងយើងមើលទៅលើ file មួយណាហើយនឹង directory មួយណាដែលយើងមានងាយស្រួលក្នុងការ start ដោយ compress ហើយយកទៅដាក់អញ្ចឹងយើងមាន file 1 file 2អូខេឥឡូវខ្ញុំបង្កើត torch ch torch file 2.pdf ខ្ញុំបង្កើតជា file pdf មួយអញ្ចឹងយើងមាន file 2.pds ហើយយើងបង្កើត directory mkdir photoយើងមាន file 1.txt file 2នេះ file 1.txt file 2.txt ហើយនឹង directory របស់យើងគឺ photo មួយអូខេអញ្ចឹងយើងនឹងសាក zip វាទាំងអស់គ្នាយើងប្រើថា .c មានន័យថាយើង create option c គឺយើង create new archiving ហើយចំពោះ option v មានន័យថា verbose ដែលវា show នៅ everything ឬក៏ show នៅ every file ដែលយើង start ចាប់ផ្ដើម add ទៅវា set acknowledgement របស់យើងអញ្ចឹងហើយបើ f មានន័យថាជាប្រភេទ file ឬក៏អាចនិយាយថាname of archiving អញ្ចឹងដាក់ថា documentថាឈ្មោះពេលថាហ្នឹង archiving ហ្នឹងហើយយក file 1.txt យើងមិញជាមួយនឹង file 2.pdf photo យើងដាក់ក្នុង directory photo អូខេអញ្ចឹងគឺវានឹង send ឲ្យយើងតាមរយៈ verbose មាន send ប្រាប់យើងថាវាតែមានន័យថាយើងមុនធ្វើឲ្យវាប្រាប់យើងថាជោគជ័យឬអត់យើងនិយាយភាសាខ្លីឡើង v ហ្នឹងណា verbose ហ្នឹងជួយប្រាប់យើងថា file 1 file 2ហើយដាក់ក្នុង directory photo អូខេអញ្ចឹងយើងចង់ដឹងយើង list content ដែលយើងបានដាក់នៅក្នុងនេះរបស់យើងមកហើយយើង ls មើលអញ្ចឹងយើងមាន document មួយដែលយើងទៅបង្កើតមិញជាប្រភេទ archiving ឬក៏ថា file ហ្នឹងឬក៏ zip ហ្នឹងយើងនិយាយនេះស្គាល់បាទហ្នឹងជាប្រភេទពួក zip ហ្នឹងតែយើងអាចនិយាយថា archiving លើបងប្អូនអត់ទាន់ស្គាល់អញ្ចឹងយើងនឹង ls មើលនៅក្នុងហ្នឹងវាមានអីខ្លះព្រោះថានេះមិញយើងដូចជា move យើង move photo ផងយើង move file 1 file 2ផងដាក់នៅក្នុង file ថាហ្នឹងអញ្ចឹងឥឡូវយើងអាចនិយាយថាយើង read list នៅ content ដែលវាមាននៅក្នុងថាហ្នឹងមកអញ្ចឹងចំពោះ list content គឺយើងប្រើ option t យើងដាក់ថា option t v ហើយ f file មកយើងដាក់ឈ្មោះ du document របស់យើងដល់ថានេះមកអញ្ចឹងយើង list content មកវានឹងចូលមកនេះមាន file 1 file 2 file នឹង directory photo ដែលខ្ញុំទៅ add មុននឹងយើង add 3នេះចូលហ្នឹងណាអញ្ចឹងវានឹងប្រាប់ថាណាគេ add មកហើយ add នៅថ្ងៃណាអូខេអញ្ចឹងយើងនៅក្នុង file ថាយើងគឺវាមាន3ហ្នឹងហើយដែលយើងបាន add មិញហ្នឹងគឺជាក្នុងការបង្កើតហើយយើង list វាមើលជា table អូខេអញ្ចឹងពេលដែលយើងចង់ extract វាប្រភេទធម្មតាយើងស្គាល់ហើយ zip យើងមុននឹងយកប្រើប្រាស់កើតយើងត្រូវ extract វា
ចឹង extract វាគឺយើងប្រើនៅ option x ចឹងយើងចង់ extract file document.tar ឥឡូវខ្ញុំដាក់ពាក្យថា tar option x ខ្ញុំ clear ចោលឲ្យថាឲ្យ option មកឲ្យគ្នាយើងបាក់មើល option x v verbs ហើយនឹង file document.tar គេអញ្ចឹងយើង extract វាវិញហើយអញ្ចឹងគឺវានឹង list 3នេះវិញអញ្ចឹងពេលដែលយើងអូខេអញ្ចឹងនេះយើងមានន័យថាយើង list 3នឹងយើងដាក់ option x នេះហើយមានន័យថាយើង extract វាអញ្ចឹងយក3នឹងមកប្រើបានហើយបើយើង move file ថាយើង copy ឆ្លង network ទៅដាក់នៅកន្លែងផ្សេងទៅយើងទទួលបានថា3 file 2 file នេះជាមួយនឹង directory photo មួយនៅក្នុង computer អាចប្រើបានជា file ធម្មតាមិនមែនជា file ថាទេមានតែយើង extract វាអូខេឥឡូវ format មួយដែលយើងនឹងឃើញគ្រប់កន្លែងគឺដែលចំណាំឃើញ extension.picoi.tgz អញ្ចឹងយើងនឹងបង្កើតថា .gz ឬក៏ថា .gz ហ្នឹងគឺ tgz ហ្នឹងយើងចំណាំមើលអញ្ចឹងយើងបង្កើតវាតាមរយៈថា c create option z មានន័យថា zip ឬក៏ជា gzip compress យើងដាក់ option z ហើយ verbs ហើយនឹង file យើងដាក់ពាក្យថា backup .2025 អញ្ចឹងកន្លែងនេះមានន័យថាប្រភេទពួក zip ទាំងអស់ហ្នឹងគឺប្រើប្រាស់ដើម្បីក្នុងការជំនួយធ្វើ backup អញ្ចឹងសួរថាតើប្រភេទពួក archive ឬក៏ compress ឬក៏ zip អីហ្នឹងគេប្រើសម្រាប់ធ្វើអីអញ្ចឹងវាល្អសម្រាប់ក្នុងការធ្វើ backup file ទុកព្រោះវាអត់បែកខ្ញាច់ file ញ៉ៃៗច្រើន 5.tha.gzip gz អូខេយើងបង្កើតវាដាក់ extension.gz ពីក្រោយមកថា .gz ហើយយើងដាក់ឈ្មោះថា project config.yaml និង readme.md អញ្ចឹងហៅទៅសារថា file នេះខ្ញុំអត់ទាន់បង្កើតទេ directory project ហើយនឹង config readme នេះគឺយើងអត់ទាន់មានទេអូខេយើងបង្កើត directory ឥឡូវបង្កើត directory project មក mp make directory project មួយទៀតបង្កើតtouch config បង្កើត file YAML មួយមកអូខេហើយបន្ទាប់មកបង្កើត file readme.md អូខេអញ្ចឹងយើងយកបង្កើតនេះមកយើងវិញអូខេអញ្ចឹងយើងនៅក្នុងនោះយើង ls មើលមកវានឹងមានពាក្យប្រភេទពួក tha.gzip របស់យើងគឺយើងមាន file មួយ backup មួយ tha.gzip នេះដែលយើងដាក់3នេះចូលនេះមាន directory បច្ចេកមួយហើយនឹង config.yml ហើយនឹង readme.md text file អញ្ចឹងយើងចង់ដឹងយើងថាមកហើយ read វា option យើង list វាជា table វិញមកគឺយើងប្រើអីគេគឺ option t អញ្ចឹងយើងដាក់ option t vf verbs ហើយដាក់ឈ្មោះរបស់យើងមកគឺ backup 2025ខ្ញុំសេរីប្រូទី .extension ខ្ញុំភ្លេចដាក់ extension .tha.gzip របស់យើងវិញគឺ .tha យើងបង្កើតវិញ tha.gz អូខេអញ្ចឹងវានឹងមាន3 file នេះមកនេះដែលយើងត្រូវដាក់ចូលមិញអូខេហ្នឹងគ្រាន់តែជានៅក្នុង Linux គឺ extension matter អូខេឥឡូវចំពោះយើង extract វាវិញ extract វាបើសិនជាប្រភេទយើងបង្កើតប្រភេទពួក zip file ហ្នឹងដោយកន្ទុយក្រោយ tha.gz នេះយើងត្រូវដាក់ gz ឲ្យគេដែរទៅពេល extract វិញគឺយើងប្រើគេ option x ជាង option x z v យើងដាក់ z ដោយសារអីយើងធ្វើវាមិនជាប្រភេទ zip ដោយសារយើង option z បើយើងនិយាយថាឲ្យតែ include option z មានន័យថាយើងប្រើនៅប្រភេទ zip ហើយឬក៏ gzip ដើម្បីធ្វើ compress អញ្ចឹងយើងដាក់ថា .x យើង extract ហើយដាក់ option z មានន័យថាប្រភេទយើងធ្វើ archiving មិញហ្នឹងជាប្រភេទពួក zip ឬក៏ gzip compress អញ្ចឹងទៅអញ្ចឹងបន្ទាប់មកគឺ v verbs ហើយនឹង f ដែលមានឈ្មោះថា backup +2025 .tha.gzip អូខេអញ្ចឹងនេះគឺយើង extract file របស់យើងចេញពីថា backup 2025.gzip អញ្ចឹងពេលដែលយើងដាក់អញ្ចេះមានន័យថាម៉េចមានន័យថា comment មួយហ្នឹងគឺ
យើងធ្វើ archiving ផងបូកជាមួយ compress ផងហើយយើង unextract វាមកវិញចឹងចំពោះប្រភេទពួក better compression គឺអាចយើងធ្វើជាមួយថា .bzip2 ចឹងទៅចឹងគឺវាអត់ងាយបាត់ទៅណាប្រភេទពួកហ្នឹងអូខេចំពោះមួយទៀតយើងចាប់ផ្ដើមធ្វើជាមួយនឹង better compression ប៉ុន្តែវាអាចថាជាង slow ដោយសារ file ធំថា .bzip2 ចឹងយើងនឹងបង្កើតវាតាមរយៈថាដល់យើង clear ចាស់ថា.create option C ហើយជាមួយនឹង J ចឹងកន្លែងនេះ option J មានន័យថាយើងចាប់ផ្ដើមប្រើនៅ bzip2 compression ចឹងមិញគឺ option C គឺ zip option J គឺប្រើប្រាស់ជាមួយ bzip2 ចឹងយើងប្រើ option J v verbose f file យើងដាក់ពាក្យថា log backup ទុកមួយទៅ log backup ថា .bz2 គឺបែបនេះហ្នឹងធ្វើពួកអីយើងប្រើ bzip2 សម្រាប់ពួកប្រភេទយើងចង់ទុកនៅវីដេអូឬក៏ប្រភេទពួក directory វីដេអូផ្សេងៗហ្នឹងណាតែនេះខ្ញុំអត់មានឥឡូវយើងបង្កើត directory វីដេអូមួយទុកសិនទីវិញខ្ញុំដាក់ទៅអត់ស្គាល់ទេដោយសារវាអត់មាន directory វីដេអូឥឡូវខ្ញុំ clear សិនហើយខ្ញុំ ls ដាក់ la យើងមើល detail យើងបង្កើត directory mkdir video ហើយនឹង directory មួយទៀត log គេយើងមាន directory 2គឺ video ហើយនឹង log អញ្ចឹងយើងនឹងសាកដាក់ command របស់យើងមិញមកថា log backup .bzip2 អញ្ចឹងយើងប្រើប្រភេទពួក bzip2 គឺយើងចង់ store ជាមួយប្រភេទពួក directory ធំៗដូចជា video និង file log អូខេអញ្ចឹងគឺយើង compress អត់ឲ្យយើងមកយើងមាន log backup ថា .bzip2 មួយដែលយើងប្រើវាអញ្ចឹង bzip2 គឺវារៀង slow ប៉ុន្តែវាអាចថា better compress ជាពិសេសជាមួយនឹង text គេថា text ច្រើនឬក៏ប្រភេទពួក log file ធំឬក៏ប្រភេទពួក log file និង code ដែលច្រើនអញ្ចឹងយើងគឺទុកជាប្រភេទពួក bzip2 ហើយ compress ហើយប្រភេទពួក text file តិចតួចឬក៏ directory តិចតួចអីយើងអាចទុកនៅក្នុងប្រភេទពួក zip file ធម្មតាបានតែបើ file ធំមេច្រើនអីគឺ bzip2 វាល្អឲ្យ compress បានល្អជាងគេយើងចង់ដឹងយើង extract ទៅលើ log backup ថារបស់យើងមកឬក៏ list ក្នុងមុនចង់ដឹងថាយើងបង្កើតមិននេះក្នុង log backup ថានេះវាមានតំណែងដែលយើងបាន store អត់អញ្ចឹងយើងថា option x -t មកយើង extract វាជា table វិញយើងទៅ extract ហើយយើង list វាជា table សិនមក vf មកហើយឈ្មោះរបស់យើងគឺ log backup .ថា bz2 អញ្ចឹងយើងមាននៅប្រភេទ directory video ហើយនិង directory log អញ្ចឹងបាន store មកហ្នឹងអូខេ extract វាយើងបើចង់ extract វាយើងគ្រាន់តែប្រើដូចគ្នាដែរយើងថា -x មកគឺ equal extract ហើយដោយសារប្រភេទខាងក្រៅនេះយើងថាដល់ទៅកាន់ bz2 គឺយើងប្រើប្រភេទពួក zip ហើយ compress bz2 អញ្ចឹងយើងដាក់ option J vf មក verbose ហើយ file log backup ដល់ទៅកាន់ថាដល់ទៅកាន់ bzip2 អញ្ចឹងយើង extract វាមកវិញអញ្ចឹងចំពោះ gzip យើងអាចខ្ញុំអាច recommend បានថាគឺវា faster ប៉ុន្តែវា smaller ក្នុងការ saving វាដាក់វីដេអូដាក់ megabyte បាន save បានទូចមែនតើវាមិនទូចពេកទេមានន័យថាវាអាច smaller saving បើ bz2 វាអាចថារៀង slow ដោយសារតែវា store នៅប្រភេទពួក file ធំឬក៏ directory ធំចឹងទៅវា better compress ជាងអូខេឥឡូវចំពោះ zip មិញយើងដល់ប្រភេទពួកថាហើយជាមួយនឹងការ combo ថាជាមួយនឹង zip ឬក៏ gzip ហើយនឹង bzip2 ឥឡូវយើងដល់ប្រភេទពួក zip ម្ដងអញ្ចឹងប្រភេទពួក zip យើងនិយាយបានថាវាជា format មួយដែលវា popular ប្រើប្រាស់នៅក្នុងមិនថា Windows Mac Linux វាអាចថា all operation ទាំងអស់គឺវាងាយស្រួលអញ្ចឹងក្នុងការបង្កើត zip
cứ dương comment bảo biết cứ zip thòng bạn đá những đã option O bên này tha vì chỉ một page recursive including từng folder từng O nó không content gì chẳng biết là đó option O hay những đặc biệt tha chụp làm chung mua zip file mà giống vào lớn máy project chúng ta nhé dot zip ấy đã nó không cái directory nhưng mình directory class nhưng bậc cả directory với số này số control cái dir make directory source muối make directory document muối thì nâng nhưng thời đôi không project đại dương coding cái chắc những miền readme thông đi muối dùng miền directory source hay nâng ở dùng miền tách readme dùng miền directory source hay nâng directory muối tiết cứ document yeah ok chẳng những ra của mình bị tha zip dash option ó mình tha đi cái xíu phải tập mất mua zip file và nhớ my project nhóm nâng đặt viên ởក្នុងfolder zip slash mới mất folder hay nâng đặt folder zip hay nâng đặt directory zip hay nâng directory document hay nâng đặt cho trong directory readme mới thiệt của cho đấy ok chẳng mình tha việc adding zip thằng bay nắng cho được nóng my project zip cho nên không gặp cả zip file hay những add bao nhiêu mà những trong zip ná cho nên được không là zip nâng nhưng ở lại hết những ban nâng zip mùi zip file nói gì my project zip này chứ không may project zip nâng vì mình là bay nữa những add cho chứ không gặp cả viết tìm việc đại thân command viết cứ zip hay tấm option O ở về cái xíu hay tấm mất mua zip bao nhiêu and then cứ mình tha file để có directory tới những chọn làm add video mà những trong zip ná cho là tóm mà dương chập đam ly mơ không xịt bao dương mất dương đã biết tha ăn zip dương anh ly thay bỏ lựa chọn được bạn đấy ta dương đã tha ok dương anh ly sẽ bàn đấy ăn zip đã option L còn ly đấy my project dot can zip ok chứng được nó dừng anh mơ khơi thá viên miến lén về bà hai pi và vài ngọc về đá hay dead để dương zip ngày ná tại vì mình này class vì mình mua sót có directory sót directory document hay nâng file readme thì nó cứ bay file chẳng không zip như xuống mới hay bị bên dùng ở trường phải bộ thà chẳng ní cứ là việc mơ viết hay cho là việc extract viết cứ dương phở ăn zip hay thậm mất còn đã tham mai và check bao nhiêu zip này mà dương động từ cắn zip dạ cứ comment việc thà ăn zip thấy zip này mà dương nâng mã cứ archive nhưng ở lại mà ok bây giờ trong extract với từ can specific folder nào mùi được directory nào mùi ok chẳng lấy những cái directory mùi tiền mkdir đặt thá xem extract project ở lại miền extract project yeah này directory bao nhiêu lấy những nâng unzip file my project mình đột từ can zip nhưng đừng ăn gì và nắng nhưng đã option D mình ta thực can directory nào mỗi specific directory đã được lòng extract dash project ok chẳng vì nâng nơi không project bao nhóm về vì phép dương nhỉ chẳng vì archive đã được lòng project xịt bao nhóm vì việc bạn creating nơi không extract project dot so vì mình extract project bao nhóm mình ở là nhóm châu nhóm cd mà can extract project nhóm cd mà can extract project nhóm lại mở trong bên đây class mình doc mình readme hay năng sò đây nó không gì bên nhóm đã châu nó thấy nhóm ban copy rồi ăn extract trên pi my project zip đã nó không directory extract project vì mình bay năng này mình sót mình doc mình read hay tập mó nhóm lại mở mó nó không nhóm stand nó không extract project nhưng mà em mình là bay nè ok ok chấn chấm pua comparison mùi này là dân cua phở phè bởi vậy pi format tha dot gzip hay nâng tha dot bzip thú hay nâng dot zip chấm pua tha cứ vi tầm hôm với thống
ប៉ុន្តែ speed វាបានលឿនល្អវាន័យថាត្រង់ហ្នឹងហើយចំពោះថា .gzip គឺវាល្អប៉ុន្តែ speed វាក៏លឿនល្មមវាអត់ fast ខ្លាំងទេចំពោះថា .bzip2 គឺវា small តែវាតូចទំហំរបស់វាស៊ីតិចទេប៉ុន្តែ speed វាគឺអាចនិយាយបានថាយើង slow ចំពោះ zip បើយើងការប្រើប្រាស់ zip បើយើង compare មួយថា zip វាអាចថា good ល្អជាងហើយ speed វាក៏លឿនជាងដែរអញ្ចឹង that's why គឺ zip គឺពេញនិយមប្រើប្រាស់ច្រើនអូខេអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តទៀតអញ្ចឹងថ្ងៃនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្្នេះសិនអូខេអរគុណ